និស្ស័យ5ប្រការនៃមនុស្សដែលចូលចិត្តទន្ទាឈ្នានីសគេអ្នកដទៃទី1ជាប្រភេទមនុស្សដែលមិនសូវចេះត្រេកអររីករាយអ្វីទេខំប្រឹងតែសម្លឹងមើលចំណុចខ្វះខាតដើម្បីនឹងរិះគន់ដើម្បីនឹងបន្ថយបង្អាប់នៅគុណតម្លៃរបស់គេអ្នកដទៃទី2ជាប្រភេទមនុស្សលាក់ពុតនិយាយធ្វើដូចជាបារម្ភយកចិត្តទុកដាក់ណាស់ប៉ុន្តែលាក់គំនួចគួចចិត្តត្រេកអរក្នុងចិត្តទី3ចូលចិត្តនិយាយតែពីរឿងអតីតកាលដែលខ្លួនធ្លាប់បានធ្វើល្អបែបនេះបែបនោះជាដើមទី4ការមិនគិតស្វែងយល់និងព្រមទទួលពិនិត្យមើលខ្លួនឯងក្នុងបច្ចុប្បន្នឡើយទី5បើមើលឃើញគេអ្នកដទៃណាបានល្អជាងក៏ព្យាយាមសម្លឹងរកមើលចំណុចរិះគន់នន្ទាគេតាមក្រោយជានិច្ចគឺចូលចិត្តគិតនិយាយតែអកុសលថាឲ្យគេអ្នកដទៃក្នុងផ្លូវមិនល្អជាដើម